មេស្រមោចពីអាណាចាប់ពីការប្រយុទ្ធស៊ីសាច់ហុតឈាម100ថ្ងៃម្ខាងជារីស័ព្ទផ្កាយ5ម្ខាងទៀតជាជំរំរស់រានមានជីវិតដេរែកថ្ងៃទី100ទ្វារការពារនឹងបើកតើពួកវានឹងចែករំលែកទ្រព្យសម្បត្តិឬបើកការប្រយុទ្ធពេញទំហឹងខ្ញុំមានមេស្រមោចពីនៅក្នុងដៃបើដាក់វាចូលគ្នាភ្លាមពួកវានឹងខំគ្នាងាប់ភ្លាមដូច្នេះខ្ញុំបានធ្វើពិសោធន៍ប្រៀបធៀបមួយស៊ីឡាំងខាងឆ្វេងមានរុក្ខជាតិបៃតងនិងស្លែសំណាមល្មមធនធានគ្រប់គ្រាន់ជារីស័ព្ទផ្កាយ5នៃពិភពស្រមោចស៊ីឡាំងខាងស្ដាំស្ងួតនិងត្រូវថ្ងៃខ្លាំងពីពេញដោយគ្រូខ្សាច់ជាប្រព័ន្ធអេកូឡូស៊ីស្រមោចដូចគ្នាប៉ុន្តែជួបការលំបាកយ៉ាងខ្លាំងខ្ញុំថែមទាំងបានទម្លាក់ពស់មួយក្បាលចូលទៅខាងក្នុងពស់បានលូនទៅខំទន្សែប៉ុន្តែនេះមិនមែនជាអាហារបន្ថែមសម្រាប់ស្រមោចទេនេះជាការសាកល្បងសម្ពាធបន្ថែមដែលខ្ញុំផ្ដល់ឲ្យជំរំដេរែកអូអ្នកចង់ទៅរុករកឬទៅសួនច្បារខាងក្រោយឬទេកន្លែងដែលយើងត្រូវទៅគឺព្រៃព្រឹក្សាដើមនៃប្រទេសកូស្តារីកា21ថ្ងៃដំបូងស៊ីឡាំងទាំងពីរត្រូវបានបិទជិតដោយត្រូវគេបិទយន្តខ្ញុំបានបិទសម្បុកស្រមោចនៅក្នុងបរិយាកាសស្ងិតជិតដើម្បីត្រាប់តាមស្ថានភាពពិតប្រាកដនៅក្រោមដីដើម្បីបង្ខំឲ្យពួកវាពងនៅថ្ងៃទី21កងទ័ពពងស្រមោចដូចជាអាវុធខ្នាតតូចមេស្រមោចទាំងពីរប្រឹងប្រែងពងយ៉ាងខ្លាំងពងខ្លាយជាដង្កូវខ្លាយជាដុកគ្រប់យ៉ាងប្រព្រឹត្តទៅតាមដំណាក់កាលប៉ុន្តែនៅថ្ងៃទី51ការផ្លាស់ប្ដូរក៏បានមកដល់ស្រមោចកម្មករដំបូងគេបានញ៉េះចេញខ្ញុំបានដាក់ឈ្មោះវាថាឆ្កែស៊ើបការលេខ2បន្ទាប់មកគឺក្បាលទី2និងទី3ស្រមោចកម្មក្រហោចេញមកដូចជាទឹករនរាប់ពាន់រាប់ម៉ឺនក្បាលមិនចេះឈប់ឈរខ្ញុំមានផែនការរួចហើយគឺចិញ្ចឹមកងទ័ពធំពីរជាមុនសិនបន្ទាប់មកទម្លាក់ចូលទៅក្នុងការប្រកួតប្រជែងដ៏ប្រឈមនៅថ្ងៃទី100ខ្ញុំនឹងបើកផ្លូវរួមក្រោមដីដែលភ្ជាប់ពិភពទាំងពីរព្រមទាំងសាកល្បងអ្នកថាតើនៅក្នុងវីដេអូខ្ញុំបានលាក់ស្រមោចប៉ុន្មានក្បាលតើអ្នកអាចរកឃើញទាំងអស់ទេមុននឹងទៅកូស្តារីកាដើម្បីស្វែងរកសម្បុកស្រមោចពិតប្រាកដយើងត្រូវឆ្លងកាត់ព្រៃជាមុនសិនអ្នកនាំផ្លូវរ៉ូប៊ឺតូបានដឹកនាំក្រុមដើរដោយជើងរយៈពេល2ថ្ងៃទន្លេគឺជាផ្លូវកាត់លឿនបំផុតការអុំទូកលើទន្លេដូចជាការលេងកម្សាន្តខ្ញុំបានឃើញហើយសត្វស្លុតតោងនៅលើក្បាលចូលក្នុងរបៀបគុំរំខានវាចំណាយពេល1ខែពេញដើម្បីរំលាយស្លឹកឈើមួយសន្លឹកប៉ុន្តែទឹកទន្លែកាន់តែរាក់ទៅទូកប៉ះបាតទន្លេបានត្រឹមតែដកដង្ហើមធំសង្ឃឹមថាមិនជួបខ្លាខិនអាមេរិកសម្បុកស្រមោចទាំងពីរពងតែស្វែងរកពិភពថ្មីរៀងខ្លួនល្បឿនបង្កើនកូនរបស់ជំរំបៃតងគឺលឿនបំផុតដើរប្រមូលអាហារគ្រប់ទីដូចជាការលំហែកាយឯជំរំដេរែកវិញនៅចិត្តក្របពូជគឺជាទឹកនៅចិត្តទឹកគឺជាខ្សាច់ក្រុមស្រមោចទាំងមូលដូចជាកិច្ចការក្រុមដែលគ្មាននរណាម្នាក់ដឹងថាភារកិច្ចជាអ្វីខ្ញុំចង់បោះស្គរមួយដុំដើម្បីជួយពួកវាណាស់ប៉ុន្តែបើជួយលើកនេះពួកវានឹងមិនអាចរៀនរស់នៅដោយខ្លួនឯងបានទេសុំទោសផងពួកម៉ាក់រ៉ាប់រងដោយខ្លួនឯងទៅនៅឯខាងព្រៃស្រមោចមាននៅគ្រប់ទីប៉ុន្តែដើម្បីស្វែងរកសម្បុកស្រមោចរ៉ូប៊ឺតូបានប្រាប់ឲ្យដើរតាមឲ្យចិត្តកុំឲ្យវង្វេងស្រមោចគ្រាប់កាំភ្លើងទុំនៅចំហៀងផ្លូវរូបរាងតូចប៉ុន្តែពីកាច់សាហាវពណ៌ស្រស់ឆើតឆាយជាការប្រមានដល់សត្វស៊ីសាច់ជាអាហារនេះធ្វើឲ្យខ្ញុំកាន់តែមានការប្រុងប្រយ័ត្នស្វាស្បៃដានិងសម្បុកស្រមោចគោដៅក្តៅខ្លាំងណាស់បរិយាកាសដូចជាដុំទឹកកកនៅក្នុងផ្ទះបំពងស្រមោចគ្រាប់កាំភ្លើងមួយក្បាលបានវាស់កាត់ដៃដែលត្រូវវាតិចបានដកស្ពឹកអស់មួយសប្តាហ៍ប៉ុន្តែនេះគ្រាន់តែជាឆ្កែស៊ើបការប៉ុន្តែមិនមែនជាសម្បុកដែលខ្ញុំកំពុងស្វែងរកទេរ៉ូប៊ឺតូកន្លែងនេះធំទូលាយប៉ុណ្ណាទៅការប្រកួតប្រជែងដំបូងគឺប្រាសាទថ្ងៃសូនបាតប្រាសាទត្រូវបានលាបសារធាតុគីមីសម្រាប់ស្រមោចវាខ្ពស់ដូចជាអគារខ្ពស់កប់ពុកប៉ុន្តែទម្ងន់ស្រមោចស្រាលខ្លាំងធ្លាក់ចុះមកមិនមានមុតស្រែកបន្តិចឡើយអ្នកឈ្នះបានស្គររៀបចំចាប់ផ្ដើមជំរំបៃតងចាប់ផ្ដើមយ៉ាងសាហាវសម្រុកឡើងប្រាសាទឯប្រាសាទរបស់ជំរំដេរែកវិញគឺទេស្អាតចាំការឆ្កែស៊ើបការលេខ2កំពុងទម្លុះឧបសគ្គវាស្ទុះទៅរកដុំស្គរតើវាកំពុងធ្វើអ្វីបរិមាណស្រមោចជំរំបៃតងកើនឡើងយ៉ាងគំហុកពួកវាបានឈ្នះហើយជំរំដេរែកនៅតែស៊ូតើការពិសោធន៍នេះបរាជ័យហើយឬនៅថ្ងៃទី60ខ្ញុំបានផ្ដល់អាហារឲ្យទន្សាយអាមេរិកហារីស៊ីអណ្ដើកខ្វក់ពេកនេះជាវិធីតែមួយគត់ដើម្បីរក្សាអាំងទឹកឲ្យស្អាតសុំទោសផងប៊ូហ្វេត្រូវបានផ្អាកប៉ុន្តែពេលពិនិត្យស្រមោចតើខ្ញុំបានរកឃើញអ្វីកន្លាតយក្សមួយក្បាលបានចូលទៅក្នុងអាំងទឹកដេរែកវាធំជាងស្រមោចឆ្ងាយណាស់ឆ្កែស៊ើបការលេខ2បានរកឃើញមុនគេនិងប្រយុទ្ធតែម្នាក់ឯងសម្បកក្រៅរបស់កន្លាតរឹងរហូតដល់អាចទ្រទ្រង់ទម្ងន់ខ្លួនបាន900ដងទោះបីតង់បញ្ច្រាស់ក៏អាចវីបកវិញបានក្រុមស្រមោចមិនអាចបាត់បង់ស្រមោចកម្មករសំបីតែមួយក្បាលឡើយប៉ុន្តែលេខ2បានប្រៀបដោយសារតែដេកខ្សាច់ក្រុមស្រមោចបានចំរំចូលមកធ្វើការជាក្រុមពួកវាបានឈ្នះប៉ុន្តែត្រូវបង់ថ្លៃលះបង់ស្រមោចមិនដែលបោះបង់មិត្តភក្តិឡើយនេះជាវិធីដែលពួកវាលាគ្នាការប្រកួតប្រជែងទី2គឺផ្ទាំងជ្រោះ Labyrinth ជំរំបៃតងប្រើពេល5វិនាទីឆ្លងផុតផ្លូវតសហការគ្នាយ៉ាងល្អប្រសិទ្ធភាពខ្ពស់បំផុតជំរំដេរែកមិនបានបង្ហាញខ្លួនតតែសោះខ្ញុំកំពុងព្រួយបារម្ភជំនួសពួកវាស្រាប់តែពិភពលោកដ៏ល្អឥតខ្ចោះរបស់ជំរំបៃតងត្រូវបានបំបែកផ្សិតបានរីករាលដាលពេញអាហារកាលណាផ្សិតពុលឆ្លងទៅលើស្រមោចផ្សិតនឹងលូតលាស់ចូលទៅក្នុងរាងកាយដូចជាមនុស្សភពក្រៅខ្ញុំបានព្យាយាមសម្អាតប៉ុន្តែវាយឺតពេលទៅហើយសម្បុកត្រូវបានខូចខាតទាំងស្រុងជំរំបៃតងរស់នៅស្រួលពេកទើបអរិយធម៌កំពុងដួលរលំចុះជំរំដេរែកវិញពួកវាចាត់ទុកកន្លាតជាប្រូតេអ៊ីនសុទ្ធចំនួនស្រមោចកើនឡើងយ៉ាងច្រើននិងមានការរៀបចំយ៉ាងតឹងរ៉ឹងការជញ្ជូនខ្សាច់និងថ្មដូចជាជញ្ជូនខ្យល់ឆ្កែស៊ើបការលេខ2បានផ្លាស់ប្ដូរពីអ្នកការពារទៅជាមេបញ្ជាការពិតប្រាកដនៅថ្ងៃទី100ទ្វារការពារត្រូវបានបើកជំរំបៃតងនៅសល់តែប៉ុន្មានក្បាលប៉ុណ្ណោះជំរំដេរែកមានភាពរឹងមាំខ្លាំងមិនធ្លាប់មានពីមុនមកអ្វីតែមួយគត់ដែលរារាំងពួកវាគឺផ្លូវរួមក្រោមដីមួយចាំការខ្ញុំកំពុងតែរៀបនឹងបើកវាសម្បុកស្រមោចប្រជែងទាំងពីរជួបគ្នាភាគច្រើននឹងមានសង្គ្រាមពេញទំហឹងប៉ុន្តែខ្ញុំបានទុកល្បិចមួយគឺក្រឡទេមួយដែលមានក្លិនខ្មោចមិនមែនជាប្រភពក្លិនពិសេសនោះទេប្រសិនបើស្រមោចស្ត្រូវទាំងពីរមានក្លិនដូចគ្នាខួរក្បាលនឹងត្រូវបោកប្រាស់ដោយគិតថាភីគីមខាងទៀតជាមិត្តទ្វារបើកហើយ
ឆ្កែស៊ើបការលេខ2បានស្ទុះចេញពីជំរំដេរែកទៅជួបស្រមោចបៃតងដែលនៅរស់រានមានជីវិតដែលខ្ញុំបែកញើសប្រព្រឹត្តការភ័យខ្លាចរហូតដល់ថប់ដង្ហើមគឺពេលនេះហើយកុំវាយលេខ2កុំធ្វើបែបនោះពួកវាបានជ្រើសរើសសន្តិភាពឆ្កែស៊ើបការលេខ2បានដើរពីភាពទេស្អាតមកដល់ថ្ងៃនេះមានសមត្ថភាពកំទេចជំរំបៃតងប៉ុន្តែបែរជាជ្រើសរើសក្តីកតញ្ញូនិងក្តីមេត្តាសុពើស្រមោចក៏បានកើតឡើងនៅពេលនេះ